វីដេអូមុនខ្ញុំទៅលេងម៉ែដល់ផ្ទះដល់ពេលវីដេអូនេះម៉ែមកលេងខ្ញុំដល់ពេញម្ដងហើយសំខាន់ថ្ងៃនេះពាក់ outfit still cat នាំម៉ែដើរពេញផ្សារទៅនៅ end on គេនេះហើយម៉ែខ្ញុំមកពេញគាត់ខ្វះកតែហឹងជាក្រានបាយនេះទេខ្ញុំថាអត់កើតទេម៉ាក់នៅខេត្តយើងឆ្នាំងបាយមកកាភ្លុំខ្ញុំថាចំដល់ខេត្តចំហទិញក៏បានដែរឆ្នាំងបាយអញ្ចឹងក៏នាំម៉ាក់មកហូបអីវិញចាខ្ញុំអ្នកនាំប៉ុន្តែបងខ្ញុំណែទេអ្នកចាញ់លុយដោយសារខ្ញុំនេះចាយលុយម៉ែដែរចាហើយវីដេអូមុននេះខ្ញុំថាខ្ញុំយំចូលនេះខ្ញុំយំចូលមែនតាបងចាបើមួយខែមាន30ថ្ងៃម៉ែខ្ញុំមកលេង31ដងបាទហើយដែលសំខាន់នឹងមកទាំងមេទៀតបងប្អូនហើយមេខ្ញុំសេរីតាន់ដែរបើទប់មិនជាប់ទេដឹងកើផ្សារហើយបើនិយាយពីមេឃវិញមិនថាម៉ែអត់មកលេងទេមេឃឡើងឆ្លាស់ចាស់ហើយបើថ្ងៃម៉ែមកលេងវិញភ្លៀងឡើងចេញអិនតនូមកតើអញ្ចឹងថ្ងៃនេះបើកទ្វារមកគឺឃើញសតាវ៉ាន់ម៉ែចាសុទ្ធតែកៅអៅកម៉ាកសែងនិយាយទៅម៉ាក់ខ្ញុំប្រមូលមកអស់ហើយពីផ្ទះចាថាលេងទេបងប្អូនគាត់ប្រមូលមកតាមម៉ែក៏ភ្លេទេដោយសារតែគាត់មកគេងមួយខ្ញុំមួយយប់ហ៎ហើយគាត់មកជាមួយក្មួយខ្ញុំមួយចែមួយអីហើយបើនិយាយពីមេតូចនេះវិញមកដល់គឺគាត់ពិនិត្យអស់ហើយតាំងពីកៅអៅនឹងគាត់សិតកវីស្ដាបែបក្នុងចិត្តគាត់នឹងហួសចិត្តដោយសារតែឃើញកៅអៅប្រឡាក់ច្រើនពេកឃើញខ្លួនគាត់តូចមែនណាបងប្អូនប៉ុន្តែមេខ្ញុំ10គីឡូជាងដោយសារតែទៅដោះគោដាក់បានដាក់អស់ចឹងទៅគីឡូឡើងស្រិតមិនតមកខុបស្រួលបួផងគីឡូ10គីឡូជាងព្រោះដងតាណាមកណាជីអតេះលើកនេះបានដៃគេជីកម្ដាយមីងម្ដងមើលអស់បានលុយជីកមិនខ្ញុំងុំចាប់បាច់សក់ហើយម៉ាក់ខ្ញុំទៅណាមកណាក៏ល្អឯងដែរបងប្អូនការងារឲ្យតែគាត់អាចជួយបានគាត់ជួយទាំងអស់ហើយបើខ្ញុំណាវិញឃើញម៉ាលេងចានអាណិតគាត់ពេកបិទភ្នែកធ្វើអត់ឃើញត្មងទៅឮគេថា when life hurt ម៉ាឆា heal តែពីរអ្នកខ្ញុំនេះមិនត្រឹមតែម៉ាឆាអត់ heal ទេ hurt ថែមគុណ10ហើយមូលហេតុនឹងដោយសារតែម៉ាឆាហ្នឹងឯងស៊ីលុយក្នុងកងចិត្តអស់ដោយសារតែពេលខ្លះ life វាអត់ hurt ផងក៏ហត់ទៅហូម៉ាឆាឲ្យមក heal ដែរថាលេបងប្អូនចង់និយាយថាម៉ាឆានៅក្រួយ on 2នេះគឺថាថោកហើយឆ្ងាញ់មែនតើហាងគាត់នេះខ្ញុំទៅតែចូលលើកទី1ដោយសារជីកាត់អត់ដែលបានចូលមានណាចូលលើកទី1នេះអត់នឹកស្មានថាតម្លៃសមរម្យហើយបានច្រើនទៀតសំខាន់ឆ្ងាញ់មែនតើគេបានឲ្យប្រម៉ូទឯណោះនេះតែនិយាយស៊ីនចាហើយបើនិយាយពីរបស់ដែលមានតម្លៃសម្រាប់ខ្ញុំនេះគឺលុយ100នេះឯងបងមានតម្លៃជាងគ្រាប់ពេជ្រទៀតមិនហ៊ានយកសំបីយកទៅទិញក៏គ្រាប់គាត់ហ៊ានជានិយាយថាឃើញក្មេងៗកាន់ក៏គ្រាប់ឃ្លានដែរតែទ្រាំយកលុយដាក់ផ្ស៊ីម៉ូតូហើយបើនិយាយរឿងហាកៅអៅវិញឲ្យតែថ្ងៃណាដែលខ្ញុំត្រូវហាវមេឃនឹងដាច់ខាតគឺត្រូវតែភ្លៀងត្មងបើសិនមេឃអត់ភ្លៀងមានន័យថាថ្ងៃហ្នឹងខ្ញុំអត់មានកៅអៅទៅហាវទេខ្ញុំសង្ស័យតែភ្លៀងលិចពេញម្ដងដោយសារតែខ្ញុំយកកៅអៅមកហាវដឹងមិនដោយសារមានអំណាចអីទេតែមើលទៅដូចខ្លួនឯងរៀងចង្រៃចាវីដេអូខ្ញុំនេះមានតែវីដេអូឌីខ្លួនឯងអ្នកមិនដឹងថាខ្ញុំនឹងនាំអត្តពលអវិជ្ជមានមែនទេបងប្អូនពេលខ្លះទៅឲ្យខ្លួនឯងខុសខ្លះទៅកុំឲ្យវាត្រូវរហូតពេកណាដោយសារតែគ្មានពីណាគេ perfect ទេមានតែខ្ញុំនឹងឯង perfect ចាវិញតើខ្ជិលណាបងប្អូនវីដេអូនេះធ្វើខ្លួនឯងឌីលខ្លួនឯងសរសើរក៏ខ្លួនឯងសើចខ្លួនឯងដែរទៀតបងតើចឹងហើយបើបងប្អូនអាណិតជួយសើចម្នាក់មួយមកខ្ញុំសុខចិត្តហៅទៅនោះឌីលខ្លួនឯងឲ្យតែអ្នកមើលខ្ញុំគាត់សើចសប្បាយខ្ជិលលេឥឡូវដល់វគ្គ sponsor ជាប់តាក់ខ្ញុំឲ្យបងប្អូនឈប់សិនកុំទៅអាចទៅគេថាធ្វើវីដេអូឲ្យតាក់ទាញដើម្បីទាញអតិថិជនមកទិញអីវ៉ាន់សំខាន់អីវ៉ាន់យើងគុណភាពល្អដែរខ្លាចអីនឹងទាញអតិថិជនមកអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ចង់បានទឹកត្រចៀកកម្មសុទ្ធ 100% ទឹកត្រចៀកកម្មសុទ្ធ 100% ចាចិញ្ចឹមត្រចៀកកម្មនៅលើដំបូលផ្ទះខ្លួនឯងបតើចាបងប្អូនមានលក់ជាទឹកជាដបម្ចេះផងមានលក់របៀបដុំម្ចេះផងចង់បាន inbox ហ៎បងប្អូនចាមិញជាប់អន្ទាក់ខ្ញុំឥឡូវខ្ញុំដល់អន្ទាក់ចេញវិញអ្នកនរគ្នាអាចទៅមើលវីដេអូខ្ញុំតបនិយាយមួយទៀតចង់និយាយថាវីដេអូដែលខ្ញុំផុសមួយថ្ងៃមុនហ្នឹងនិយាយពីទឹកត្រចៀកកម្មហ្នឹងមានអ្នកបុកទៅទិញម៉ាក់ខ្ញុំច្រើនមែនតើអញ្ចឹងមួយអីរងចាំតិចទៅរៀងយឺតយ៉ាវទេដោយសារអ្នកលក់គាត់មកលេងកូនគាត់អញ្ចឹងថ្ងៃនេះដើរផ្សារទំនើបគឺថាមិនដើរលេងទេគឺដើរភ្លក់ហ្មងសំខាន់ថ្ងៃនេះគឺថាគេធ្វើ event នៅកណ្ដាលផ្សារហ្មងហើយគេឲ្យយើងភ្លក់ម៉ាសេរីមានណាចាំការទៀតបងប្អូនមកគ្រួសារខ្ញុំទៅភ្លក់ទាំងយីបងប្អូនចាំការទៀតគេឲ្យយើងភ្លក់ម៉ាសេរីយើងភ្លក់ទៅសំខាន់របស់ឆ្ងាញ់មែនតើនិយាយតែរបស់ភ្លក់ហ្នឹងគឺឆ្ងាញ់ហ្មងអញ្ចឹងបងខ្ញុំអីភ្លក់អស់ហើយនៅសល់តែម៉ាក់ខ្ញុំហើយពេលហ្នឹងគាត់ហៅរត់កិច្ចទេតែហៅគាត់មកវិញតបានអញ្ចឹងម៉ាក់ខ្ញុំក៏កិច្ចទៅណាអត់ផុតទេមានតែភ្លក់តាមកូននឹងឯងអានេះគេតាំងពីពណ៌បែបម្ហូបជប៉ុនណាអ្នកទាំងអស់គ្នាហើយឆ្ងាញ់មែនតើខ្ញុំញ៉ាំអានំលក់អានំពណ៌លឿងលក់ឆ្ងាញ់ចាអញ្ចឹងបន្ទាប់ពីភ្លក់ហើយក៏អត់ភ្លេចទិញដែរចាទិញទឹកជ្រលក់មកដល់ហើយណាក៏បានទិញដែរណាបងប្អូនកុំឲ្យភ្លក់មកគ្រួសារហើយយើងអត់ទិញវាអត់តំណងអញ្ចឹងក៏ទិញទឹកជ្រលក់មកដល់ទៅអញ្ចឹងពេលហ្នឹងយើងក៏បាននាំមេដើរ shopping ខ្ញុំតែញ៉ាំអីអញ្ចឹងណាដោយសារតែថ្ងៃហ្នឹងបាននៅតែផ្ទះទៅផ្សារ end on នេះគេហ្នឹងហើយនឹងនាំតែញ៉ាំអីតែប៉ុណ្្នឹងឯងហើយម៉ាក់ក៏គាត់គេងមួយពួកខ្ញុំមកយប់អញ្ចឹងណាបងប្អូនបានស្អែកឡើងគាត់ទៅវិញម៉ាក់ខ្ញុំនៅយួតកើតទេម៉ួយតិចកម្មនៅខេត្តចាំឡើងពេញហ្នឹងឯងហើយបើនិយាយពីមេឃវិញបងប្អូនមួយថ្ងៃវិលល្ងាចហ្នឹងគាត់ភ្លៀងអត់ឈប់ភ្លៀងរៀងរហូតហើយសំខាន់ខ្ញុំលើທາງពេលហ្នឹងដូចជាមានខ្យល់ព្យុះទៀតចាបងប្អូនអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតដែរមានតែប៉ុណ្្នឹងទេជំរាបលា